ការកបាក់ក្រហមកម្ពុជាក្រោមមលុបកងប្រថាប់ដល់ឧត្តមនៃសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាព្រះប្រធានកិត្តិយសនិងមានសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធាននៅព្រឹកថ្ងៃអាទិត្យទី12ខែតុលាឆ្នាំ2025នេះបានរៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ5គីឡូម៉ែត្រដើម្បីអបអរសាទរទិវាពិភពលោកសង្គ្រោះបឋមឆ្នាំ2025ក្រោមប្រធានបទរត់ដើម្បីសុខភាពសន្តិភាពនិងការប្រែប្រួលអាកាសធាតុគោលបំណងនៃការប្រារព្ធពិធីនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងនិងការចូលរួមរបស់សហគមន៍លើការអនុវត្តសង្គ្រោះបឋមអាយុជីវិតនិងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុជាមួយនឹងការកៀងគរមូលនិធិដើម្បីគាំទ្រសេវាកម្មមនុស្សធម៌និងកម្មវិធីកសាងភាពធន់លើកទឹកចិត្តដល់របៀបរស់នៅដែលមានសុខភាពល្អបង្កើនការយល់ដឹងជាសាធារណៈអំពីការឆ្លើយតបគ្រាមានអាសន្ននិងបង្កើនធនធានដើម្បីពង្រឹងសមត្ថភាពក្នុងសហគមន៍ក្នុងការត្រៀមរៀបចំបង្ការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ជម្លោះប្រដាប់អាវុធនៅតាមព្រំដែននិងអន្តរាគមន៍ផ្នែកសុខភាពលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃចំណេះដឹងសង្គ្រោះបឋមនិងការប្រែប្រួលអាកាសធាតុលើកទឹកចិត្តដល់អត្តពលិកគ្រូបង្វឹកនិងអ្នកចូលរួមកីឡាករគ្រប់វ័យឲ្យឆ្លងកាត់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសសង្គ្រោះបឋមនិងបច្ចេកទេសធ្វើ CPR លើកកម្ពស់ឲ្យបានទូលំទូលាយនិងផ្ដល់លទ្ធភាពប្រើប្រាស់ម៉ាស៊ីនឆក់បេះដូងខាងក្រៅដោយស្វ័យប្រវត្តិ AEDs នៅក្នុងកន្លែងកីឡាលើកទឹកចិត្តយុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាឲ្យចូលរួមនៅក្នុងសកម្មភាពសង្គ្រោះបឋមនិងការប្រែប្រួលអាកាសធាតុនិងជួយសង្គ្រោះជីវិតមនុស្សបានទាន់ពេលវេលាលោកជំទាវ ពុំច័ន្ទទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថាអត្ថន័យនៃទិវាដ៏មានសារៈសំខាន់នៃទិវាពិភពលោកសង្គ្រោះបឋមគឺជាទិវាដែលគ្រប់សមាគមជាតិកាកបាទក្រហមនិងអតិថិជនក្រហមនៅលើពិភពលោកត្រូវតែប្រារព្ធឡើងដើម្បីផ្សព្វផ្សាយលើកកម្ពស់និងទទួលស្គាល់ថាជំនាញចំណេះដឹងវិជ្ជាសង្គ្រោះបឋមនេះជាជំនាញនិងចំណេះដឹងដ៏មានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះមនុស្សជាតិព្រោះការផ្ដល់សេវាសង្គ្រោះបឋមជាទង្វើរបស់មនុស្សជាតិដែលផ្ដល់អំណាចឲ្យយើងម្នាក់ៗក្នុងការជួយសង្គ្រោះជីវិតនៅពេលដែលមិនមានពេទ្យឬមុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ